ឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯកឧត្តមកតេសង្ឃៈបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តអញ្ជើញពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករដោយសារកង្វះទឹកស្រោចស្រពនិងពិនិត្យទ្វារទឹកក្នុងភូមិចំការលើឃុំបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់យោងតាមការពិនិត្យជាក់ស្ដែងក្នុងចំណោមបណ្ដាខេត្តក្រុងស្រុកក្នុងខេត្តពោធិ៍សាត់គឺស្រុកបាកានបានប៉ះពាល់និងខូចខាតច្រើនជាងគេអំឡុងពេលចុះពិនិត្យឯកឧត្តមទេសរដ្ឋមន្ត្រីគុណគីមបានពិនិត្យឃើញថាដំណាំស្រូវរបស់កសិករមិនអាចសង្គ្រោះក្នុងរយៈពេលខ្លីនោះទេដោយសារទ្វារទឹកស្រោចស្រពមិនអាចមានលទ្ធភាពក្នុងការបញ្ជូនទឹកស្រោចស្រពនោះទេឆ្លើយតបចំពោះស្ថានភាពនេះឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីគោលការណ៍និងវិធានការជួយសង្គ្រោះដើម្បីស្ដារដំណាំស្រូវឡើងវិញតាមរយៈស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ពូជស្រូវជូនកសិករឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងថាចំពោះមុខសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីកសាងចុះអន្តរាគមន៍ទឹកឲ្យអស់ពីលទ្ធភាពពីប្រព័ន្ធធារាសាស្ត្រទាំងអស់ព្រមទាំងមានវិធានការចាំបាច់ទៅលើការជួយបូមទឹកជូនកសិករផងដែរឆ្លៀតក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំដល់រដ្ឋបាលខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធសហការគ្នាប្រមូលទិន្នន័យពីផលប៉ះពាល់និងការខូចខាតឲ្យបានច្បាស់លាស់ពិសេសដំណាំស្រូវនៅតំបន់ផ្សេងទៀតដែលអាចអន្តរាគមន៍ទឹកដោះស្រាយបានគឺត្រូវវាយតម្លៃនិងកំណត់ពីវិធានការសង្គ្រោះស្រូវជូនប្រជាកសិករសូមជម្រាបថាខេត្តពោធិ៍សាត់មានក្រុងនិងស្រុកចំនួន6ដែលមានស្រូវប៉ះពាល់និងខូចខាតខណៈស្រុកបាកានមានស្រូវខូចខាតធ្ងន់ធ្ងរជាងគេចំនួន6908ហិកតា